រដ្ឋមន្ត្រីក្រសួងកសិកម្មណែនាំឲ្យបន្តការងារបន្ថែមទៀតលើការដាំដុះម្រេចព្រោះជាដំណាំសក្តានុពលនិងជាដំណាំសម្គាល់ភូមិសាស្ត្រដែលទាមទារឲ្យមានការចូលរួមទាំងអស់គ្នាលោកដិតឌីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានកោតសរសើរដល់ម្ចាស់កសិដ្ឋាន Baby Bird ដែលបានខិតខំដាំដុះដំណាំម្រេចបានយ៉ាងល្អមានគុណភាពខ្ពស់និងមានផែនការថែទាំត្រឹមត្រូវសម្ដៅបំពេញតាមតម្រូវការទីផ្សារអន្តរជាតិនិងបានកែច្នៃបន្ថែមក្នុងការផលិតជាតែម្រេចកាហ្វេម្រេចនិងស្រាម្រេចដើម្បីទទួលបានតម្លៃបន្ថែមកាន់តែខ្ពស់ថែមទៀតលោកដិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មថ្លែងបែបនេះក្នុងឱកាសរួមដំណើរជាមួយលោកបណ្ឌិតសោមពិសិដ្ឋអភិបាលនៃគណៈអភិបាលខេត្តកែបបានបន្តដំណើរការចោះទស្សនកិច្ចនៅកសិដ្ឋាន Baby Bird Farm ស្ថិតនៅភូមិដំណាក់សង្កាត់ព្រៃធំក្រុងកែបនិងចំការម្រេចសុធីស្ថិតនៅភូមិអន្លង់សឃុំពងទឹកស្រុកដំណាក់ចំអើខេត្តកែបនៅរសៀលថ្ងៃទី12ខែមីនាឆ្នាំ2025នេះកសិដ្ឋាន Baby Bird Farm មានផ្ទៃដីដាំដុះប្រមាណ90ហិកតាផ្ដោតលើដំណាំឈើហូបផ្លែក្រូចជាង10ប្រភេទដើមបឺរដូងជាពិសេសដំណាំម្រេចនិងម្ទេសជាង20ប្រភេទជាប្រភេទ Carabine Chili Carolina Reaper និងចិញ្ចឹមសត្វគោផងដែរលោករដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ដល់ម្ចាស់កសិដ្ឋានសហការជាមួយរដ្ឋមន្ត្រីកសិកម្មខេត្តនិងមន្ត្រីជំនាញដើម្បីទទួលបានការគាំទ្រផ្នែកបច្ចេកទេសនិងយល់ដឹងពីវិធីជំនាញនាំចេញកសិផលដែលមានស្រាប់ទៅកាន់ទីផ្សារអន្តរជាតិប្រកបដោយគុណភាពល្អនិងមានតម្លៃខ្ពស់បានណែនាំឲ្យបន្តការងារនេះបន្ថែមទៀតដោយម្រេចជាដំណាំសក្តានុពលនិងជាដំណាំសម្គាល់ភូមិសាស្ត្រដែលទាមទារឲ្យមានការចូលរួមទាំងអស់គ្នានិងមានប្រៀបធៀបនៃការធ្វើដោយត្រឹមត្រូវដើម្បីចូលទៅកាន់ទីផ្សារអន្តរជាតិប្រកបដោយគុណភាពល្អនិងមានតម្លៃខ្ពស់សូមជម្រាបថាក្នុងឱកាសនោះលោករដ្ឋមន្ត្រីនិងលោកអភិបាលខេត្តបានចុះទស្សនកិច្ចចំការម្រេចសុធីដែលជាកន្លែងអំណោយផលកសិនិងទេសចរក្នុងការទទួលបានដំណើរទេសចរបែបបៃតងនិងទទួលបានផលម្រេចដែលមានគុណភាពសម្រាប់ភ្ញៀវបរទេសផងដែរ